មេរៀនទី3ប្រព័ន្ធអង់ដូគ្រីនដំណើររក្សាមជ្ឈដ្ឋានសារពាង្គកាយឲ្យមានតុល្យភាពជាមួយមជ្ឈដ្ឋានខាងក្រៅហៅថាថេលំនឹងប្រព័ន្ធសំខាន់ពីរនៃប្រព័ន្ធប្រសាទនិងប្រព័ន្ធអង់ដូគ្រីនបំពេញនីតិសម្របសម្រួលដើម្បីថែរក្សាថេលំនឹងវាមានសារៈសំខាន់ខុសគ្នាប៉ុន្តែវាធ្វើការរួមគ្នាជារឿយៗមួយធំក្រពេញនិងអរម៉ូនមួយតូចក្រពេញមានឯកទេសកម្មក្នុងការបញ្ចេញសារធាតុចាំបាច់សម្រាប់សារពាង្គកាយទៅតាមទម្រង់និងនីតិគេចែកក្រពេញជាពីរបែបក្រពេញអិចសូគ្រីនជាក្រពេញបញ្ចេញផលិតផលរបស់វាតាមបំពង់នាំដោយដឹកនាំទៅកាន់កន្លែងត្រូវការឧទាហរណ៍ក្រពេញរំលាយអាហារបំពេញរសរំលាយអាហារក្រពេញញើសបញ្ចេញញើសតាមបំពង់នាំទៅលើផ្ទៃស្បែកក្រពេញអង់ដូគ្រីនឬក្រពេញគ្មានបំពង់នាំជាក្រពេញផលិតអរម៉ូនសារធាតុគីមីដែលធ្វើដំណើរតាមចរន្តឈាមក្រពេញអង់ដូគ្រីនពង្រាយនៅពាសពេញសារពាង្គកាយក្រពេញមួយប្រភេទផ្សេងទៀតមាននីតិជាក្រពេញអង់ដូគ្រីនផងអិចសូគ្រីនផងហៅថាក្រពេញចម្រុះឧទាហរណ៍លំពែងជាពេញអង់ដូគ្រីនដោយសារវាបញ្ចេញអាំងស៊ូលីនហើយវាជាអិចសូគ្រីនពីព្រោះវាបញ្ចេញរសរំលាយអាហារពីរតូចអរម៉ូនមានឥទ្ធិពលនៅកន្លែងផ្សេងនៃសារពាង្គកាយដែលត្រូវការវាឧទាហរណ៍ការជញ្ជក់ដោះម្ដាយរបស់ទារកភ្ញោចក្រពេញអ៊ីប៉ូភីឲ្យបញ្ចេញអរម៉ូនអុកស៊ីតូស៊ីនភ្ញោចកោសិកាសាច់ដុំឲ្យកន្ត្រាក់និងបញ្ចេញទឹកដោះតាមរន្ធតូចៗនៃចុងដោះតាមធម្មតានៅក្នុងចរន្តឈាមអរម៉ូនមានកំហាប់ទាបវាធ្វើដំណើរទៅគ្រប់កោសិកាទាំងអស់នៃសារពាង្គកាយប៉ុន្តែមានតែកោសិកាមួយចំនួនប៉ុណ្ណោះដែលឆ្លើយតបទៅនឹងអរម៉ូនយថាប្រភេទកោសិកាដែលភ្ជាប់ជាមួយអរម៉ូនយថាប្រភេទមួយហៅថាកោសិកាគោលដៅអរម៉ូនអាចភ្ញាត់កោសិកាគោលដៅដោយបង្កើនសកម្មភាពបន្ថយឬក៏បញ្ឈប់សកម្មភាពរបស់វា3តូចចលនការនៃអំពើរបស់អរម៉ូនក្នុងប្រព័ន្ធអង់ដូគ្រីនអរម៉ូនមានពីរក្រុមគឺអរម៉ូនប៉ពទីតនិងអរម៉ូនស្តេរ៉ូអ៊ីតកអរម៉ូនប៉ពទីតអរម៉ូនប៉ពទីតរួមមានអរម៉ូនរបស់ក្រពេញអ៊ីប៉ូភីសក្រពេញប៉ារ៉ាទីរ៉ូអ៊ីតអរម៉ូនអាំងស៊ូលីននិងឃ្លុយកាកុងអរម៉ូនលំពែងអរម៉ូននេះត្រូវបានសំយោគក្រោមការដឹកនាំរបស់ហ្សែននៅក្នុងកោសិកានៃក្រពេញអង់ដូគ្រីនអរម៉ូននេះរលាយក្នុងទឹកប៉ុន្តែមិនរលាយក្នុងលីពីតទេវត្តមានលីពីតក្នុងភ្នាសកោសិកាជារបាំងសម្រាប់អរម៉ូនប៉ពទីតប៉ុន្តែអរម៉ូនប៉ពទីតអាចភ្ជាប់ទៅនឹងធ្មូលលើភ្នាសកោសិកាគោលដៅដែលត្រូវជាមួយវាប្រៀបដូចកូនសោត្រូវជាមួយនឹងមេសោខអរម៉ូនស្តេរ៉ូអ៊ីតអរម៉ូនដែលផលិតដោយក្រពេញកតិចលើតម្រងនោមអូវាពងស្វះជាអរម៉ូនស្តេរ៉ូអ៊ីតវាអាចឆ្លងកាត់តាមភ្នាសកោសិកាគោលដៅយ៉ាងងាយព្រោះម៉ូលេគុលវាតូចហើយរលាយនៅក្នុងលីពីតចូលក្នុងស៊ីតូផ្លាសអរម៉ូនស្តេរ៉ូអ៊ីតបានភ្ជាប់ទៅនឹងធ្មូលហើយបង្កើតបានជាសារធាតុចម្រុះអរម៉ូនធ្មូលបន្ទាប់មកចូលទៅក្នុងណួយយ៉ូក្នុងណួយយ៉ូសែនឯកទេសមួយត្រូវបានភ្ញូចឲ្យដឹកនាំសំយោគប្រូតេអ៊ីនយថាប្រភេទអរម៉ូនស្តេរ៉ូអ៊ីតធ្វើសកម្មភាពយឺតជាងអរម៉ូនប៉ពទីតព្រោះវាត្រូវការពេលច្រើនដើម្បីសំយោគប្រូតេអ៊ីនថ្មីតែវាមានប្រសិទ្ធភាពយូរជាងអរម៉ូនប៉ពទីតទៅលើមេតាបូលីសរបស់កោសិកាពីធំការត្រួតពិនិត្យនៃប្រព័ន្ធអង់ដូគ្រីនក្រពេញអង់ដូគ្រីនសំយោគអរម៉ូននៅពេលដែលសារពាង្គកាយត្រូវការវាកម្រិតបរិមាណអរម៉ូននៅក្នុងឈាមត្រូវតែស្ថិតនៅក្នុងដែនកំណត់មួយច្បាស់លាស់ប្រព័ន្ធអង់ដូគ្រីនត្រូវបានធ្វើនិយត្តកម្មដោយចលនាការដំណប់ត្រឡប់អវិជ្ជមានដែលមាននីតិក្នុងដំណើររក្សាថេលំនឹងនៃមជ្ឈដ្ឋានក្នុងដំណប់ត្រឡប់អវិជ្ជមានកើតមាននៅពេលកម្រិតឃ្លុយកូសធ្លាក់ចុះធ្វើឲ្យមានការបង្អាក់ដំណើរការសំយោគអាំងស៊ូលីនចលនាការត្រឡប់អវិជ្ជមានមាននីតិថែរក្សាថេលំនឹងអត្រានៃការបញ្ចេញអាំងស៊ូលីនថយចុះនៅពេលដែលឃ្លុយកូសចាក់ចេញពីចរន្តឈាមចូលទៅក្នុងកោសិកា3ធំប្រព័ន្ធអង់ដូគ្រីនមនុស្សក្នុងចំណោមក្រពេញទាំងអស់នៃប្រព័ន្ធអង់ដូគ្រីនមានតែលំពែងនិងក្រពេញភេទប៉ុណ្ណោះទេដែលមាននីតិជាក្រពេញអង់ដូគ្រីនផងនិងអិចសូគ្រីនផងលំពែងជាក្រពេញប៉ារ៉ាគ្រីនឯក្រពេញភេទជាអូតូគ្រីនមួយតូចអ៊ីប៉ូតាឡាមូសជាផ្នែកមួយនៃខួរក្បាលដែលតម្រូវមជ្ឈដ្ឋានក្នុងសារពាង្គកាយវាត្រួតពិនិត្យការបញ្ចេញរបស់ក្រពេញអ៊ីប៉ូភីសអ៊ីប៉ូតាឡាមូសមានណឺរ៉ូនពិសេសហៅថាកោសិកាណឺរ៉ូនបញ្ចេញដែលអាក់ហ្សូនលាតសន្ធឹងទៅក្នុងអ៊ីប៉ូភីសក្រោយកាលណាកោសិកាណឺរ៉ូនបញ្ចេញត្រូវបានភ្ញូចថង់នៅចុងអាក់ហ្សូនបញ្ចេញអាដេហានិងអុកស៊ីតូស៊ីនដែលសាយចូលទៅក្នុងសរសៃប្តូររួចចូលទៅក្នុងប្រដាប់របត់ឈាមពីរតូចក្រពេញអ៊ីប៉ូភីស
ស្ថិតនៅក្រោម hypothalamus ស្ថិតនៅក្រោម hypothalamus មានអង្កត់ផ្ចិតប្រហែល1សង់ទីម៉ែត្រវាចែកជាពីរផ្នែកគឺ hypophyse មុខនិង hypophyse ក្រោយ ក hypophyse ក្រោយ hypophyse ក្រោយបញ្ចេញ ADH និង oxytocin ឬ vasopressin hypothalamus មានកោសិកាប្រសាទផ្សេងៗដែលធ្វើសកម្មភាពដូចជាកោសិកាវិញ្ញាណព្រោះវារស់ទៅនឹងសម្ពាធអាស្មូសនៃឈាមចំពោះមនុស្សស្រី oxytocin ភ្ញូចការកន្ត្រាក់សាច់ដុំរលាងនៅក្នុងស្បូនដែលជួយរុញទារកចេញពីគល់ម្ដាយនៅពេលសម្រាលកូន oxytocin បណ្ដាលឲ្យក្រពេញទឹកដោះបញ្ចេញទឹកដោះនៅពេលបំបៅកូនខ hypophyse មុខ hypophyse មុខផលិតអ័រម៉ូនខុសៗគ្នាមួយចំនួនអ័រម៉ូននៃ hypophyse មុខភ្ញូចក្រពេញ endocrine ឲ្យផលិតអ័រម៉ូនរបស់វា hypophyse មុខផលិតអ័រម៉ូន6ប្រភេទផ្សេងៗគ្នាអ័រម៉ូនលូតលាស់ឬសូម៉ាតូត្រូពីនមានឥទ្ធិពលលើការលូតលាស់កម្ពស់ក្នុងវ័យកុមារភាពបើការផលិត ZH តិចពេកកុមារនោះនឹងក្លាយជាមនុស្សក្រិនបើការផលិត ZH ច្រើនពេកកុមារនោះនឹងក្លាយជាមនុស្សជាដំឡោកអ័រម៉ូនប្រូឡាក់ទីនត្រូវបានផលិតក្រោយពេលសម្រាលកូនវាបណ្ដាលឲ្យក្រពេញទឹកដោះលូតលាស់និងផលិតទឹកដោះវាមាននាទីក្នុងមេតាបូលីសខ្លាញ់និងក្លូយស៊ីតផងដែរអ័រម៉ូនមេឡាណូស៊ីតស្ទីមុយឡង់វាភ្ញូចកោសិកាមេឡាណូស៊ីតរបស់ស្បែកឲ្យផលិតជាតិពណ៌មេឡានីនអ័រម៉ូនទីរ៉េអូស្ទីមួយលីនជាអ័រម៉ូនដែលភ្ញូចក្រពេញទីរ៉ូអ៊ីតឲ្យផលិតអ័រម៉ូនទីរ៉ុកស៊ីនអ័រម៉ូនអាត្រេណូកូទីកូត្រូបជាអ័រម៉ូនដែលភ្ញូចក្រពេញកតិចលើតម្រងនោមឲ្យផលិតអ័រម៉ូនកូទីសូលអ័រម៉ូនកូណាដូស្ទីមួយលីនភ្ញូចក្រពេញភេទពងស្វានិងអូវែរឲ្យបញ្ចេញអ័រម៉ូនភេទបីតូចក្រពេញទីរ៉ូអ៊ីតស្ថិតនៅត្រង់កចំពីក្រោមបំពង់សម្លេងនិងនៅខាងមុខបំពង់ខ្យល់ក្រពេញនេះផលិតអ័រម៉ូនទីរ៉ុកស៊ីនដែលកើតពីអាស៊ីតអាមីណេដោយភ្ជាប់អាតូមអ៊ីយ៉ូតចំនួន4ទីរ៉ុកស៊ីនកំណត់អត្រាមេតាបូលីសក្នុងសារពាង្គកាយវាបង្កើនអត្រាមេតាបូលីសប្រូតេអ៊ីនក្លូស៊ីតនិងខ្លាញ់បរិមាណទីរ៉ុកស៊ីនតិចពេកនៅពេលពេញវ័យបណ្ដាលឲ្យកើតជំងឺមីស៊ីដេមជំងឺមីសេដេមមានលក្ខណៈដូចជាឡើងទម្ងន់ជ្រុះសក់ជីបចរលោតយឺតសីតុណ្ហភាពថយចុះចាញ់រងាបរិមាណទីរ៉ុកស៊ីនច្រើនពេកកំណើនកម្រិតទីរ៉ុកស៊ីនបណ្ដាលឲ្យកើតជំងឺបាសេដូវគឺក្រពេញទីរ៉ូអ៊ីតរីកធំពកកហើយសកម្មខ្លាំងកំណើនសីតុណ្ហភាពកំណើនអត្រាចង្វាក់បេះដូងកំណើនសម្ពាធឈាមស្រកទម្ងន់លក្ខណៈនេះអាចព្យាបាលបានដោយការកាត់ក្រពេញមួយផ្នែកចេញឬប្រើឱសថដើម្បីបន្ថយការផលិតទីរ៉ុកស៊ីនក្រៅពីនេះក្រពេញទីរ៉ូអ៊ីតផលិតអ័រម៉ូនកាល់ស៊ីតូនីនដែលតម្រូវកម្រិតកាល់ស្យូមក្នុងឈាមនិងមានអំពើផ្ទុយពីអំពើរបស់អ័រម៉ូនប៉ារ៉ាទីរ៉ូអ៊ីត4តូចក្រពេញប៉ារ៉ាទីរ៉ូអ៊ីតជាក្រពេញរាងពងក្រពើតូចៗចំនួន4ដែលស្ថិតនៅក្រោយក្រពេញទីរ៉ូអ៊ីតវាបញ្ចេញអ័រម៉ូនប៉ារ៉ាទីរ៉ូអ៊ីតសម្រាប់តម្រូវមេតាបូលីសកាល់ស្យូមនិងផូស្វាតកាល់ស្យូមចាំបាច់សម្រាប់ការលូតលាស់នៃសុខភាពឆ្អឹងនិងធ្មេញកំណកឈាមការកន្ត្រាក់សាច់ដុំផូស្វាតមាននៅក្នុងឆ្អឹងនិងជាសមាសភាពសំខាន់ជាច្រើននៃសារពាង្គកាយរួមបញ្ចូលទាំង ATP, ADN និង ARN ផងដែរតាមធម្មតាបរិមាណកាល់ស្យូមមាន 0.1 មីលីក្រាមក្នុង1មីលីលីត្របរិមាណនេះចាំបាច់សម្រាប់សាច់ដុំបេះដូងឆ្អឹងនិងសរសៃប្រសាទការបញ្ចេញ PTH ត្រូវបានតម្រូវស្របនឹងកំហាប់កាល់ស្យូមបូកក្នុងឈាមដោយគ្មានរងឥទ្ធិពលផ្ទាល់ពី hypophyse និងប្រព័ន្ធប្រសាទទេ5តូចក្រពេញលើតម្រងនោមនៅផ្នែកខាងលើតម្រងនោមមានក្រពេញលើតម្រងនោម2ដែលក្រពេញនីមួយៗមានទម្ងន់ប្រហែល12ក្រាមវាមានលក្ខណៈពិសេសគឺសម្បូរបណ្ដាញសរសៃប្ដូរក្រពេញនីមួយៗចែកជា2ផ្នែកផ្នែកខាងក្រៅក្រពេញកតិចលើតម្រងនោមផ្នែកខាងក្នុងក្រពេញខួរលើតម្រងនោមកក្រពេញខួរលើតម្រងនោមវាបញ្ចេញអ័រម៉ូនអេពីនេព្រីនឬអាដ្រេណាលីននិងណូអេពីនេព្រីនណូអេពីនេព្រីនត្រូវបានសំយោគចេញពីតួកោសិកានៃណឺរ៉ូនហើយវាសកម្មនៅក្នុងការដឹកនាំអាំងហ្វ្លុចទៅកោសិកាក្បែរវាក៏មានឥទ្ធិពលទៅលើការកន្ត្រាក់នៃសរសៃវ៉ែនដែរអេពីនេព្រីនឬអាដ្រេណាលីនបង្កើនអត្រាចង្វាក់បេះដូងកំណើនកំហាប់ឃ្លុយកូសនិងអត្រាកំណកឈាមនៅក្នុងសរសៃឈាមខក្រពេញកតិចលើតម្រងនោមផលិតអ័រម៉ូន2សំខាន់ជាងគេគឺកូទីសូលនិងអាល់ដូស្តេរ៉ុនវាក៏បញ្ចេញអង់ត្រូហ្សែនដែលបង្កជាអ័រម៉ូនភេទឈ្មោលតែបរិមាណអ័រម៉ូនភេទឈ្មោលមានតិចតួចណាស់ក្នុងភេទញីអ
អរម៉ូនភេទឈ្មោលមាននីតិខ្លះៗក្នុងតម្រូវការលូតលាស់ភេទឈ្មោលអរម៉ូនទាំងនេះសុទ្ធតែជាអរម៉ូនស្តេរ៉ូអ៊ីតកូទីសូលជួយជំរុញអ៊ីដ្រូលីសប្រូតេអ៊ីនសាច់ដុំឲ្យទៅជាអាស៊ីតអាមីណេដែលចូលទៅក្នុងឈាមវាចូលរួមក្នុងមេតាបូលីសអាស៊ីតខ្លាញ់ច្រើនជាងក្លូយស៊ីតអាដូស្តេរ៉ូនមិនស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ក្រពេញអ៊ីប៉ូភីសទេវាតម្រូវកម្រិតអ៊ីយ៉ុងសូដ្យូមនិងប៉ូតាស្យូមនៅក្នុងឈាមត្រង់តម្រង់នោមជំរុញការជ្រាបចេញវិញនៃសូដ្យូមនិងប៉ូតាស្យូម6តូចលំពេងជាសរីរាង្គមួយវែងសណ្ដូកទទឹងនៅក្នុងពោះនិងនៅលើពោះវៀនតូចវាជាក្រពេញអង់ដូគ្រីនផងនិងអ៊ិចសូគ្រីនផងលំពេងផលិតអាំងស៊ូលីននិងក្លូយកាកុងកអាំងស៊ូលីនមានឥទ្ធិពលលើមេតាបូលីសក្លូយកូសកំហាប់ក្លូយកូសក្នុងឈាមត្រួតពិនិត្យការបញ្ចេញអាំងស៊ូលីនឧទាហរណ៍នៅពេលកម្រិតក្លូយកូសក្នុងឈាមឡើងខ្ពស់ក្រោយពេលបរិភោគអាហារកោសិកាបែលតារបស់លំពេងបញ្ចេញអាំងស៊ូលីនដែលភ្ញូចកោសិកាគោលដៅឲ្យចាប់យកនិងប្រើប្រាស់ក្លូយកូសដោយនេះអាំងស៊ូលីនបង្ការមិនឲ្យមានកំណើនកម្រិតក្លូយកូសក្នុងឈាមក្រោយពេលបរិភោគអាហារអាំងស៊ូលីនក៏ចូលរួមបង្កើនអត្រាអុកស៊ីតកម្មក្លូយកូសក្នុងកោសិកាខក្លូយកាកុងតាមធម្មតាក្លូយកាកុងមានឥទ្ធិពលលើមេតាបូលីសក្លូយកូសផ្ទុយនឹងអាំងស៊ុយលីនពេលអាំងស៊ុយលីនបន្ថយកម្រិតក្លូយកូសក្នុងឈាមនោះក្លូយកាកុងក៏ដំឡើងកម្រិតក្លូយកូសនៅក្នុងថ្លើមក្លូយកាកុងធ្វើឲ្យក្លីកូសែនផ្លែងជាក្លូយកូសកូជំងឺទឹកនោមផ្អែមនៅពេលអ៊ីឡូឡង់សេរ៉ង់ផលិតអាំងស៊ូលីនមិនគ្រប់គ្រាន់បរិមាណក្លូយកូសក្នុងឈាមកើនឡើងដោយនេះក្លូយកូសលើសត្រូវបានបញ្ចេញទៅក្នុងទឹកនោមដែលបណ្ដាលឲ្យកើតជំងឺទឹកនោមផ្អែមរោគសញ្ញានៃទឹកនោមផ្អែមមានការស្រកទម្ងន់ការស្រេកទឹកយ៉ាងខ្លាំងនិងការចុកខ្សោយប្រសិនបើមិនព្យាបាលទេអ្នកជំងឺអាចស្លាប់បានការព្យាបាលដ៏មានប្រសិទ្ធភាពគឺរបបអាហារត្រឹមត្រូវលេបឱសថទៀងទាត់និងចាក់អាំងស៊ូលីនរៀងរាល់ថ្ងៃ7តូចក្រពេញភេទចំពោះមនុស្សស្រីក្រពេញភេទហៅថាអូវែចំពោះមនុស្សប្រុសក្រពេញភេទហៅថាពងស្វាអរម៉ូន LH និង FSH ផ្ញើការបញ្ចេញអរម៉ូនពីអូវែនិងពងស្វាអរម៉ូនដែលបញ្ចេញដោយក្រពេញភេទពងស្វាអូវែជាអរម៉ូនស្តេរ៉ូអ៊ីតកអូវែអូវែជាក្រពេញអង់ដូគ្រីនដែលផលិតអរម៉ូនភេទអ៊ីស្ត្រូហ្សែននិងប្រូសេស្តេរ៉ូនអ៊ីស្ត្រូហ្សែនបានផលិតចេញពីកោសិកាផូលេគីលនៃអូវែដោយឆ្លើយតបទៅនឹងការភ្ញូចរបស់ FSH អំពើរបស់វាធ្វើឲ្យស្រទាប់ភ្នាសសើមស្បូនឡើងក្រាស់ហើយបង្កើនចំណែកមីតូសនៃកោសិកាវាក៏មានឥទ្ធិពលទៅលើលក្ខណៈភេទបន្ទាប់របស់មនុស្សស្រីដែរក្នុងរយៈពេលមានផ្ទៃពោះសុខក៏ជាអ្នកបញ្ចេញអរម៉ូនអ៊ឺស្ត្រូហ្សែនប្រូសេស្តេរ៉ូនការភ្ញូចរបស់ LH ធ្វើឲ្យផូលីគីលដឺក្រាផ្ទុះបែកនិងបញ្ចេញអូវ៉លមកក្រៅផូលីគីលផ្ទុះបែកនេះคล้ายជាអង្គលឿងហើយបញ្ចេញប្រូសេស្តេរ៉ូននិងអ៊ីស្ត្រូហ្សែនផងដែរប្រូសេស្តេរ៉ូនរួមជាមួយអ៊ីស្ត្រូហ្សែនមាននីតិសំខាន់ក្នុងការធ្វើនិយត្តកម្មវត្តភេទអង្គលឿងបន្តការផលិតប្រូសេស្តេរ៉ូនរហូតដល់ខែទី4នៃការមានផ្ទៃពោះបន្ទាប់មកសុកបំពេញនីតិនេះបន្តទៀតខពងស្វាបញ្ចេញអរម៉ូនមនុស្សប្រុសគឺអង់ដ្រូហ្សែនសំខាន់ជាងគេគឺ testosterone FSH ភ្ញូចកោសិកាសាក់តូលីក្នុងបំពង់ Geminifer ដើម្បីធានាកំណរកាម៉ែត LH ភ្ញូចកោសិកាអង់ទាទីសៀលឲ្យបញ្ចេញអរម៉ូន testosterone ធ្វើឲ្យកាន់តែប្រសើរឡើងនៅការលូតលាស់លក្ខណៈភេទបន្ទាប់របស់មនុស្សប្រុសដូចជាសម្លេងគ្រលោដុសពុកមាត់ពុកចង្កា8តូចក្រពេញទីមូជាក្រពេញដែលស្ថិតនៅផ្នែកខាងលើនៃទ្រូងក្បែរបេះដូងក្រពេញនេះផលិតអរម៉ូនទីម៉ូស៊ីនឡាប៉ូស៊ីតដែលបានឆ្លងកាត់ក្រពេញនេះคล้ายជាឡាំផូស៊ីតទេ9តូចក្រពេញក្រពះនិងពោះវៀនប្រដាប់រំលាយអាហារក៏មានអរម៉ូនសំខាន់ដែរកោសិកាពិសេសនៅក្នុងភ្នាសក្រពះបញ្ចេញអរម៉ូន gastrin ដែលភ្ញូចឲ្យមានលំហូរនៃរសក្រពះកោសិកានៃភ្នាសពោះវៀនតូចផលិតអរម៉ូន secretin ដែលភ្ញូចឲ្យមានលំហូរនៃរសលំពេង